យ៉ាងនេះទៅបានគេអញ្ជើញឲ្យទៅញ៉ាំអាហារពេលល្ងាចជាមួយម្ចាស់ស្ត្រីពេលគាត់អង្គុយលើកៅអីភ្លាមវាស្ទើរតែបាក់ដោយសារទម្ងន់ធ្ងន់របស់គាត់សូម្បីតែបម្រើម្ហូបធម្មតាក៏ដោយពួកគេត្រូវការចិនដាហើយស្លាបព្រានិងសមដែលបានផ្ដល់ឲ្យគាត់មើលទៅដូចជាដាវនិងប៉ែលយ៉ាងនោះបានលើកគំនុំប៉ាន់យ៉ាងងាយស្រួលដោយប្រើសមដូចប៉ែលគាត់បានជ្រលក់វាក្នុងស៊ុតហើយលេបវាទាំងអស់ក្នុងពេលតែមួយសុភមង្គលបានលេចឡើងនៅលើមុខរបស់គាត់តាមសញ្ញារបស់ម្ចាស់ស្ត្រីកឹមសៀវកាហ្វេធំមួយត្រូវបានបញ្ជូនដោយដៃរហូតដល់វាទៅដល់គាត់ហើយបន្ទាប់មកវាត្រូវបានចាក់ចូលទៅក្នុងចានរបស់គាត់ចុងទៅតាមទម្លាប់របស់រាជវង្សគាត់បានផឹកកាហ្វេទាំងមូលក្នុងមួយដង្ហើមប៉ុន្តែមិនយូរប៉ុន្មានគាត់បានអាចទ្រាំទ្រនឹងរសជាតិរបស់វាបានទេគាត់មានអារម្មណ៍ថាអាហាររបស់មនុស្សល្អប៉ុន្តែគ្មាននរណាម្នាក់រំពឹងច្រើនពីភេសជ្ជៈរបស់ពួកគេទេបន្ទាប់មកគាត់បានយកសូដាបៃតងធ្វើនៅផ្ទះពិសេសរបស់គាត់ចេញពីហោប៉ៅរបស់គាត់ក្មេងស្រីតូចម្នាក់ដែលអង្គុយក្បែរនោះមានអារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចលីឡំនៅលើមុខរបស់នាងព្រោះនាងបានឃើញឥទ្ធិពលនៃសូដានោះរួចហើយនៅពេលដែលនាងបានទៅផ្ទះរបស់យក្សវាជាសូដាដែលពពុះរបស់វាមិនឡើងលើទេប៉ុន្តែធៀបចុះមនុស្សគ្រប់គ្នាដឹងហើយថាពពុះដែលឡើងក្នុងសូដាបណ្ដាលឲ្យហើមពោះប៉ុន្តែតើមានអ្វីកើតឡើងចំពោះពពុះដែលធៀបចុះមានតែអ្នកដែលបានឃើញវាទេដែលអាចនិយាយបានក្មេងស្រីនោះមិនដែលភ្លេចអ្វីដែលបានកាត់ឡើងបន្ទាប់ពីផឹកសូដាពណ៌ដៃតងនោះទេហើយថ្ងៃនេះយក្សបានយកវាមកម្ដងទៀតគាត់បានចាក់វាចូលទៅក្នុងកែវគ្រីស្តាល់ហើយផ្ដល់ជូនមនុស្សគ្រប់គ្នាដើម្បីបង្ហាញការគោរពមនុស្សគ្រប់គ្នាបានយកកែវមួយហើយភ្លាមៗនៅពេលដែលពួកគេទាំងអស់គ្នាផឹកវាក្នុងមួយប៉ែងមុខរបស់ពួកគេក៏ក្លាយជាចម្លែកក្នុងរយៈពេលប៉ុន្មានវិនាទីដំបូងឡើយអ្នកបម្រើម្នាក់បានបាត់បង់ការគ្រប់គ្រងបន្ទាប់មកឈ្មោះសន្តិសុខហើយចុងក្រោយសូម្បីតែម្ចាស់ក្សត្រីក៏មិនអាចទ្រាំទ្រនឹងខ្លួនឯងបានដែរសំឡេងចម្លែកបានចាប់ផ្ដើមបន្លឺឡើងនៅក្នុងព្រះបរមរាជវាំងទាំងមូលហើយឆ្កែរាជវង្សត្រូវបានបញ្ជូនចេញពីបន្ទប់យ៉ាងលឿនម្ចាស់ក្សត្រីបានដកដង្ហើមវែងៗហើយឥឡូវនេះអាហារពេលល្ងាចដ៏អស្ចារ្យបានបញ្ចប់